ក្រសួងរៀបចំដែនដីចាប់ផ្ដើមចែកបានកម្មសិទ្ធិជូនអតិថិជនបុរីលេខនវត្រាដំណាក់កាលទី3ចំនួន 2463 បានក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានបើកពិធីប្រកួតបានកម្មសិទ្ធិដល់អតិថិជនបុរីលេខនវត្រាគម្រោងផ្លូវជាតិលេខ 6A និងជ្រែ100ដំណាក់កាលទី3ចំនួន 2463បាននៅព្រឹកថ្ងៃទី27ខែវិច្ឆិកានៅស្ដីទីក្រសួងក្រោមអធិបតេយ្យភាពឯកឧត្តមសាយសំអាលឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ឯកឧត្តមសាយសំអាលបានអំពាវនាវសូមអភ័យទោសចំពោះបញ្ហាដែលកើតឡើងកន្លងមកនិងបញ្ជាក់ថាក្រសួងកំពុងខិតខំដោះស្រាយបញ្ហាឲ្យបានឆាប់រហ័សនិងទូលំទូលាយដើម្បីធានាថាអតិថិជនទាំងអស់ទទួលបានកម្មសិទ្ធិពេញលេញផ្ទះនិងដីឡូតិ៍ឯកឧត្តមបានលើកឡើងថាក្រសួងតែងតែចង់ឃើញប្រជាពលរដ្ឋមានដំបូលជ្រកមានជីវភាពសុខសាន្តនិងមានចំណូលសមរម្យឯកឧត្តមបានផ្ដល់អនុសាសន៍ឲ្យអតិថិជនរស់នៅជាសហគមន៍ល្អដោយគិតគូរអំពីផ្លូវទឹកភ្លើងនិងបរិស្ថានសុវត្ថិភាពនិងការដាំដើមឈើនៅទីកន្លែងរស់នៅក្រសួងនឹងបន្តសហការជាមួយក្រុមហ៊ុនបរិយានិងធនាគារដើម្បីធានាលំហូរសាច់ប្រាក់និងជួយឲ្យប្រជាពលរដ្ឋទទួលបានអត្រាការប្រាក់ទាបសម្រាប់ការបង់ផ្ទះនិងដីឡូតិ៍ការចែកបានកម្មសិទ្ធិនិងនីតិវិធីចុះបញ្ជីផ្ទេរត្រូវអនុវត្តតាមរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី27-29ខែវិច្ឆិកាឆ្នាំ2025នៅក្រសួងរៀបចំដែនដីសម្រាប់អតិថិជនក្នុងតំបន់ជ្រែ100និងអន្លង់ស្លែងស្រុកកំមុកកំពូលខេត្តកណ្ដាលក្នុងដំណាក់កាលទី3នេះអតិថិជនដែលបានបង់ប្រាក់គ្រប់ 100% អាចដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិក្នុងក្របខ័ណ្ឌច្បាប់ដោយភ្ជាប់កិច្ចសន្យាលក់ដីច្បាប់ដើមវិក័យប័ត្របង់ប្រាក់ឬឯកសារបោះតាំងបង់ប្រាក់និងឯកសារពាក់ព័ន្ធផ្សេងៗតាមតម្រូវការ